អ្នកនរគ្នាដោយសារតែឥឡូវពួកថៃវាព្យាយាមបង្កើតរឿងវាខំដាក់ hashtag អីផុសឲ្យពិភពលោកនឹងដឹងថាខ្មែរយើងនឹងជាអ្នកបង្កើតសង្គ្រាមមុនអ្នកបាញ់មុនអីចឹងណាអញ្ចឹងអ្នកនរគ្នាខ្ញុំសុំចិត្តអ្នកនរគ្នាហ្មងដែលជាប្រជាជនខ្មែរសុំប្រើ hashtag មួយនេះចាំខ្ញុំដាក់នៅខាងក្រោមវីដេអូហ្នឹងអ្នកនរគ្នាចាំ copy ឲ្យដាក់តគ្នាទៅដោយសារអីhashtag នឹងចង់បញ្ជាក់ថាថៃគឺជាអ្នកបង្កើតសង្គ្រាមមុននេះមិនមែនខ្មែរហើយអា hashtag នឹងក៏ខ្ញុំ copy មកពីគេដែរតែអ្នកនរគ្នាខ្ញុំសង្ឃឹមថាអ្នកនរគ្នាណាដែលគាត់មានសម្លេងឬក៏មានអ្នកស្គាល់ច្រើនអីចឹងណាគាត់ជួយ copy ទៅផុសនិយាយទៅ share ក៏ផុសចង់ផុសអីក៏បានដែរអ្នកនរគ្នា comment ក៏បានអីក៏បានក្នុង TikTok ក្នុងបណ្ដាញសង្គមអីចឹងណាដើម្បីឲ្យពិភពលោកដឹងថាខ្មែរយើងមិនមែនជាអ្នកបង្កើតសង្គ្រាមមុនទេគឺថៃគឺជាអ្នកបង្កើតសង្គ្រាមមុនអ្នកនរគ្នាក្នុងនាមជាកូនខ្មែរពួកកងទ័ពគឺគាត់នៅខាងជួរមុខគឺហើយពួកយើងដែលជាប្រជាជននេះយើងអត់អាចធ្វើអីបានអីគឺមានតែជួយគាត់អីដែលយើងអាចជួយបានអញ្ចឹងអ្នកនរគ្នាអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូហ្នឹងនឹង shout out ទៅដល់អ្នកទាំងអស់គ្នាកូនខ្មែរទាំងអស់គ្នាឲ្យឃើញវីដេអូហ្នឹងហើយចាំជួយប្រើ hashtag នឹងទាំងអស់គ្នាទៅនិយាយទៅយើងគួរធ្វើអីដែលយើងអាចធ្វើបានអញ្ចឹងអ្នកនរគ្នាជួយម្នាក់ម្ដាយបើជើងទៅវីដេអូនេះខ្ញុំអត់មានចង់ល្បីអីអ្នកនរគ្នាតែគ្រាន់តែដោយសារតែខ្ញុំមាន follow ច្រើនដែរនៅក្នុង TikTok មាន like មាន follow អីគួរសមដែរអញ្ចឹងខ្ញុំក៏ចង់ shout out ដល់អ្នកគ្នាឲ្យបានឃើញហើយក៏សូមឲ្យបងដែលគាត់មានរបៀបថាមាន fan មានអីច្រើនអញ្ចឹងណាឲ្យគាត់ជួយផុសជួយអីតគ្នាអញ្ចឹងទៅ